បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំបង្ហាញវីដេអូមួយទៀតទាក់ទងទៅនឹង TikTok អញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញអំពីការបិទ account TikTok របស់យើងមួយរយៈអញ្ចឹងយើង account TikTok យើងអាចលុបបានដូចទៅនឹង Facebook ដែរអាចលុបអាចបិទមួយរយៈបានដោយពីអង់គ្លេសថា deactivate ណាអញ្ចឹងយើងបិទមួយរយៈអញ្ចឹងបើសិនជាបងប្អូនមាន account TikTok បងប្អូនចង់បិទមួយរយៈអត់ចង់លេងមួយរយៈអញ្ចឹងបងប្អូនអាចធ្វើទៅតាមវិធីនេះបានហើយយើងធ្វើបែបហ្នឹងថ្ងៃក្រោយយើងចង់យកមកវិញគឺយើងអាចចូលទៅយកមកវិញពេលណាក៏បានដែរអញ្ចឹងណាអូខេអញ្ចឹងដើម្បីធ្វើអញ្ចឹងបានបងប្អូនចូលមកកាន់ TikTok របស់យើងបន្តមកទៀតបងប្អូនមើលមកខាងក្រោមបាទមើលមកខាងក្រោមកន្លែងដៃខ្ញុំនេះអញ្ចឹងឃើញពាក្យ profile អញ្ចឹងបងប្អូនចុចលើពាក្យ profile ហើយនេះគឺជា account TikTok របស់ខ្ញុំអញ្ចឹងខ្ញុំចង់បិទអញ្ចឹងចុច profile ហើយយើងយកខាងលើកន្លែង tray 3ចុចលើនឹងមកបន្តមកទៀតយើងមើលមកខាងក្រោមឃើញ setting and privacy ចុចលើនឹងមកចេញមកបែបនេះបងប្អូនមើលមកខាងលើបាទឃើញពាក្យ account ចុចលើពាក្យ account ហើយចេញមកបែបនេះបងប្អូនមើលមកខាងក្រោមអស់មកឃើញពាក្យបាទ deactivate or delete account ចុចលើនឹងមកបាទបន្តមកដល់កន្លែងនេះគឺមាន2ចំណុចបើសិនជាយើងយកខាងក្រោមអានឹងបានន័យថាយើងលុប account TikTok របស់យើងហើយគឺបន្ទាប់ពីយើងលុប30ថ្ងៃក្រោយគឺបាត់ទៅអូតូហើយតែបើសិនជាយើងលុបហើយក្នុងអំឡុងពេលអត់ដល់30ថ្ងៃក្នុងអំឡុងពេលពីថ្ងៃយើងលុបនឹងទៅដល់ថ្ងៃទី30អីអានឹងអាចយកមកវិញបានអានឹងសម្រាប់ខាងក្រោមក៏ប៉ុន្តែខ្ញុំចង់បង្ហាញខាងលើយើងមិនលុបរហូតទេគឺយើងគ្រាន់តែបាទបិទមួយរយៈអញ្ចឹងយកខាងលើនេះមកបាទបន្ទាប់ពីបង្ហាញមកបែបនេះបងប្អូនឃើញបែបនេះអញ្ចឹងមើលមកខាងក្រោមអក្សរពណ៌ក្រហមខាងក្រោមមានពាក្យថា deactivate អញ្ចឹងយើងចុចលើនឹងមកបាទបន្ទាប់ពីចុចលើនឹងអញ្ចឹងបើសិនជា TikTok របស់បងប្អូនភ្ជាប់ជាមួយនឹង Facebook គឺវា load Facebook កន្លែងហ្នឹងតែរបស់ខ្ញុំភ្ជាប់ជាមួយនឹង Gmail អញ្ចឹងវាបានផ្ញើលេខកូដហ្នឹងទៅកាន់ Gmail អញ្ចឹងយើងទៅយកលេខកូដហ្នឹងយកមកបំពេញចំណុចនេះមកបាទបងប្អូនអញ្ចឹងនេះលេខកូដអញ្ចឹងយើងយកលេខកូដហ្នឹងទៅវាយចូលប្រឡោះនោះអញ្ចឹងខ្ញុំយកលេខហ្នឹង04 27 16បាទ04 27 16អញ្ចឹងយើងវាយចូលកន្លែងហ្នឹងមកបន្តមកទៀតយើងចុចពាក្យបាទ deactivate account ហើយបើបង្ហាញមកបែបនេះទៀតយើងចុចបន្តទៀតបងប្អូនអូខេអញ្ចឹងសម្រាប់ account ហ្នឹងគឺធ្វើតែប៉ុណ្្នឹងទៅគឺរួចរាល់ហើយបងប្អូនណាអញ្ចឹងគឺអត់មានការផុសមែននិយាយទៅបិទដូចយើងលុបចោលតែអញ្ចឹងណាប៉ុន្តែគាត់ថាយើងងាយស្រួលចូលទៅយកវិញអញ្ចឹងនៅថ្ងៃក្រោយបងប្អូនចូលទៅយកវិញគឺអាចចូលបានដោយយើងចាំ password ចាំ Gmail ទៅបើសិនជាយើង log ជាមួយនឹង Facebook អាហ្នឹងគឺយើងគ្រាន់តែចូលទៅតាមដំណ link Facebook យើងវិញទៅគឺបានហើយបាទអញ្ចឹងគឺសម្រាប់វីដេអូហ្នឹងគឺមានប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយទៀត